여러분 안녕하세요. 네, 지금부터 네, 오늘은 단어 어휘를 공부합니다.ថ្ងៃនេះផងដែរយើងសិក្សាអំពីពាក្យអញ្ចឹងពាក្យរបស់យើងនៅក្នុងភាសាកូរ៉េតោះយើងទៅសិក្សាទាំងអស់គ្នាអញ្ចឹងឋានឬមួយក៏អហ្វីនឹងប្រែថាពាក្យអញ្ចឹងឋានក៏ប្រែថាពាក្យអហ្វីក៏ប្រែថាពាក្យតោះអញ្ចឹងពាក្យទី1របស់យើងមានខាស៊ូនឹងបងប្អូនប្រែថាខាស៊ូប្រែថាតារាចម្រៀងខាស៊ូតារាចម្រៀងពាក្យទី2របស់យើងតោះអាគីនឹងប្រែថាទារកអាគីប្រែថាទារកតោះពាក្យទី3របស់យើងនេម៉ូអញ្ចឹងនេម៉ូនឹងប្រែថាការ៉េនឹងគឺការ៉េ4ការ៉េ4ជ្រុងបងប្អូនទាំងគ្នាបែបនេះនេម៉ូការ៉េ4ជ្រុងតោះពាក្យទី4របស់យើងគឺថារីគឺជើងឬក៏ស្ពានអញ្ចឹងប្រែបាន2តោះបន្តមកទៀតពាក្យទី5របស់យើងមានគេសូរីប្រែថាសំឡេងសូរីប្រែថាសំឡេងតោះពាក្យទី6របស់យើងម៉ូចានឹងប្រែថាមួកតោះពាក្យទី7របស់យើងអាបូជីប្រែថាឪពុកអាបូជីប្រែថាឪពុកតោះពាក្យទី8របស់យើងសាចាហ្នឹងគឺប្រែថាតោសត្វតោបងប្អូនគ្នាសត្វតោតោះពាក្យទី9របស់យើងមានសេអ៊ូនឹងប្រែថាបង្គាសេអ៊ូប្រែថាបង្គាតោះពាក្យទី10របស់យើងឈីអ៊ូកេពាក្យថាឈីអ៊ូកេនឹងប្រែថាជ័រលុបឈីអ៊ូកេជ័រលុបតោះពាក្យទី11របស់យើងឈីម៉ាពាក្យថាឈីម៉ានេះប្រែថាសំពត់ឈីម៉ាប្រែថាសំពត់តោះពាក្យទី12របស់យើងខូប្រែថាច្រមុះខូប្រែថាច្រមុះតោះពាក្យទី13របស់យើងថាជោនឹងប្រែថាសត្វអូទ្រីថាជោតោះពាក្យទី14របស់យើងផូដូនឹងប្រែថាទំពាំងបាយជូរផូដូទំពាំងបាយជូរតោះពាក្យទី15របស់យើងហូស៊ូប្រែថាបឹងតោះហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះយើងរៀន15ពាក្យសិនអញ្ចឹងជួបគ្នានៅវីដេអូក្រោយអានយ៉ងហ៊ីហ្គេសេអូ